រឿងមីរតព្រាហ្មណ៍ចិញ្ចឹមសត្វតិរិឆានប្រសើរជាងចិញ្ចឹមភរិយាក្បត់កាលកន្លងទៅហើយមានព្រាហ្មណ៍ម្នាក់ឈ្មោះមីរុតនៅក្នុងស្រុកមួយក្បែរឆ្នេរស្ទឹងចន្ទភាតាថ្ងៃមួយមីរុតព្រាហ្មណ៍បានចេញទៅជួញឯនគរតកសិលាលុះត្រឡប់មកវិញដល់ពាក់កណ្ដាលផ្លូវបានឃើញឆ្កែមួយស្គមនៅតែឆ្អឹងអង្គែស៊ីជ្រុះរមអស់ដេកក្រោមសាលាសំណាក់មួយបានដើរតាមព្រាហ្មណ៍នោះទៅព្រាហ្មណ៍បានចិញ្ចឹមឆ្កែនោះដោយសេចក្តីសង្គ្រោះក្នុងកាលជាខាងក្រោយមកភរិយារបស់ព្រាហ្មណ៍សម្រាលកូនមិនរួចពេទ្យក៏យកកាំបិតកាត់កូននោះជាកំណាត់តូចធំយកចេញមកខាងក្រៅផ្ទៃឯមីរុតព្រាហ្មណ៍ជាស្វាមីបានឃើញដូច្នោះក៏កើតសេចក្តីសង្វេគនឿយណាយក្នុងការគ្រប់គ្រងផ្ទះបានលាភរិយាទៅបួសជាតាបោះនៅក្នុងព្រៃតែម្នាក់ឯងឯភរិយារបស់មីរុតព្រាហ្មណ៍មិនយូរប៉ុន្មានក៏បែកចិត្តទៅនៅរួមជាមួយនឹងបុរសដទៃទៀតបានចងគំនុំប្រទុះនឹងព្រាហ្មណ៍ជាប្តីដើមដោយគិតថាមីរុតព្រាហ្មណ៍នេះមានចិត្តអាក្រក់ណាស់លះបង់ចោលអញរត់ទៅបួសយកសុខតែម្នាក់ឯងឥតគិតគូរដល់អញបន្តិចឡើយគិតដូច្នេះហើយក៏និយាយប្រាប់ប្តីចុងថាបើពិតអ្នកស្វាមីអ្នកត្រូវសម្លាប់មីរុតព្រាហ្មណ៍កំណាចចោលចេញក្រែងថ្ងៃក្រោយវាត្រឡប់មកវិញឯសត្វឆ្កែបានស្ដាប់ឬពាក្យរបស់នាងនោះហើយក៏រត់ទៅនៅក្នុងព្រៃជាមួយនឹងមីរុតតាបោះគ្រានោះតាបោះបានចេញទៅរកផ្លែឈើនិងមើមឈើជាអាហារបាត់ទៅនៅតែឆ្កែដេកចាំអាស្រមឯបុរសនោះកាលបើមិនឃើញតាបោះនៅក្នុងអាស្រមនោះហើយក៏អង្គុយពួនចាំក្បែរគុម្ពឈើមួយឆ្កែក៏លបចូលទៅខំបន្លោះធ្នូបុរសនោះដាច់អស់ទៅបុរសបានឃើញបន្លោះធ្នូដាច់ក៏ធ្វើឲ្យជាប់វិញឆ្កែលបទៅខំបណ្ដាច់ទៀតអស់វីរៈជាច្រើនដងលុះដល់តាបោះត្រឡប់មកអាស្រមវិញបុរសនោះក៏ចងខ្សែធ្នូភ្ជាប់ព្រួញបំរុងនឹងបាញ់ឆ្កែក៏ស្ទុះទៅខំកន់ត្រាក់ឲ្យដួលដេកលើផែនដីដរាបដល់ដើរពុំរួចលំដាប់នោះតាបោះបានឮសំឡេងឆ្កែក៏ដើរចូលទៅដោយរួសរាន់បានឃើញវិបកការៈដូច្នោះហើយមានសេចក្តីករុណាអាណិតអាសូរបានថែទាំដំបូលបុរសនោះដរាបដល់ជាសះស្បើយហើយបញ្ជូនបុរសនោះឲ្យត្រឡប់ទៅផ្ទះវិញឯតាបោះបាននៅក្នុងព្រៃនោះជាសុខសេមខ្សាន្តខំចម្រើនឈាននឹងអភិញ្ញាឲ្យកើតឡើងដល់អស់អាយុក៏បានទៅកើតក្នុងព្រហ្មលោក